អ្នកធ្វើការគេធ្វើមានថ្ងៃសៅរ៍ថ្ងៃអាទិត្យមានថ្ងៃឈប់សម្រាកតែយើងជាអ្នករកស៊ីសឹងតែថាថ្ងៃបុណ្យទានធំមិនចង់ហ៊ានបិទហាងផងអ្នកធ្វើការមានចំណូលគោលប្រចាំខែប៉ុន្តែអ្នករកស៊ីមានខាតមានចំណេញអញ្ចឹងអាពេលណាខាតត្រូវយកអាលុយចំណេញហ្នឹងមកទប់អាពេលខាតវិញគាត់ថារកស៊ីនេះបើសិនជាយើងរកត្រូវយើងលក់ដាច់ចំណូលក៏វាបានខ្ពស់ទៅតាមនឹងដែរសរុបសេចក្តីមកមិនថារកស៊ីមិនថាធ្វើការវាសិតតែមានគុណសម្បត្តិនិងគុណវិបត្តិវាដូចគ្នាមុននឹងចាញ់រកស៊ីអ្នកទាំងអស់គ្នាត្រូវសួរខ្លួនឯងថាខ្លួនឯងត្រៀមខ្លួនហើយនៅសម្រាប់ទប់ទល់ជាមួយនឹងបញ្ហានិងឧបសគ្គដែលយើងត្រូវជួបពេលខ្លះកុំចេះតែជឿតាមគេថាអូកន្លែងនេះជោគជ័យធ្វើអញ្ចេះទៅជោគជ័យប៉ុន្តែពេលខ្លះអាសភាពការនិងកលៈទេសៈដែលគេបានជួបវាខុសពីអ្វីដែលយើងកំពុងតែប្រឈមមុខតែបើថាអូចង់ចេញរកស៊ីហើយអញ្ចឹងយើងត្រូវដឹងថាយើងមានដើមទុនប្រមាណយើងធ្វើទៅតាមសមត្ថភាពរបស់យើងកុំទាន់ហក់លោតតាមគេកុំខ្វល់កុំអន់ចិត្តថាអូរកស៊ីតូចតាចអត់ធំដុំដូចគេយ៉ែតូចតាចក៏ដោយសំខាន់ឲ្យតែបានចំណូលពីយើងពង្រឹងហាងរបស់យើងពីទូចទៅធំនៅពេលដែលយើងជោគជ័យយើងអាចយកដើមទុនហ្នឹងដើម្បីមកពង្រីកវាម្ដងតិចក៏អត់ហួសពេលដែររសជាតិគឺសំខាន់ប៉ុន្តែអ្វីដែលសំខាន់មួយទៀតដែលជំរុញឲ្យហាងរបស់យើងកាន់តែទៅមុខគឺការធ្វើទីផ្សារអញ្ចឹងខ្ញុំជំរុញទឹកចិត្តអ្នកទាំងអស់គ្នាអ្នកខ្លះដែលគាត់នៅអៀនក្នុងការថតក្នុងការបញ្ចូលសម្លេងក្នុងការធ្វើវីដេអូដើម្បីផ្សព្វផ្សាយហ្នឹងណាដើមធ្វើវាពីមួយថ្ងៃទៅមួយថ្ងៃយូរអ្នកទាំងអស់គ្នានឹងស៊ាំហើយបើនិយាយរឿង